ខ្ញុំចង់ដឹងណាស់ថាបើគ្មានគូក្បាលរបស់ខ្ញុំក្មេងស្រីដែលគេហៅថាជាកំពូលអ្នកប្រាជ្ញម្នាក់នេះនឹងអាចកិននាថ្លៃដើមដ៏អស្ចារ្យយ៉ាងណាបានខ្លះហើយអ្វីបានជាគូក្បាលរបស់ខ្ញុំទេស្អាតបែបនេះឆាប់គិតទៅឆាប់គិតថ្លៃដើមឲ្យខ្ញុំបើនាងមិនកិននាទេតើឲ្យខ្ញុំលួចចម្លងយ៉ាងម៉េចទៅមើលចុះគេណៃញ៉ៅរហូតមកដល់ពេលនេះសូម្បីតែវិកក៏មិនទាន់កម្រិតនៅសួរទៀតមែនទេប្រកាសជាលួចចម្លងថ្លៃដេញថ្លៃរបស់ទេវ៉ាន់រ៉ូមិនបានហើយក្នុងខ្លួនគ្មានចំណេះដឹងពិតប្រាកដទើបមិនដឹងថាត្រូវសរសេរយ៉ាងម៉េចនឹងណាកាលពីមុនមិនព្រមទទួលស្គាល់ថាខ្លួនលួចចម្លងគេឥឡូវគ្រាន់តែគេញែកចេញពីគ្នាព្រាមក៏លេចចេញរូបរាងពិតមកផ្លែកពិតជាគួរឲ្យខ្មាស់គេមែនប៉ុន្តែខ្ញុំឃើញកញ្ញាទេវ៉ាន់រ៉ូក៏ហាក់ដូចជាមិនទាន់ធ្វើអ្វីសោះដែរអ្នកដឹងអីគម្រោងលើកនេះមានតម្លៃរហូតដល់រាប់ពាន់លានកញ្ញាទេវ៉ាន់រ៉ូមានភាពប្រុងប្រយ័ត្នបន្តិចគឺជារឿងត្រឹមត្រូវហើយមែនហើយអ្នកខ្លាំងពិតប្រាកដតែងតែសរសេរចម្លើយនៅ10នាទីចុងក្រោយតែប៉ុណ្ណោះគេហៅថាមានទំនុកចិត្តក្នុងចិត្តអ្វីស្ថិតក្នុងការគ្រប់គ្រងខ្ញុំមើលទៅលើកនេះទេវ៉ាន់រ៉ូប្រកាសជាទទួលបានជោគជ័យម្ដងទៀតមិនខានហើយនឹងទទួលបានគម្រោងនេះយ៉ាងប្រាកដទៅថ្ងៃអនាគតអ្នកបន្តវេនត្រកូលថៃនឹងក្លាយជារបស់នាងមិនខានបើនាងជាកូនត្រកូលថៃមែនគម្លាតនៃភាពឆ្លាតវៃពិតជាខុសគ្នាដូចមេឃនិងដីបងស្រីចិត្តដល់ពេលហើយហេតុអ្វីបានជាបងនៅតែមិនទាន់ធ្វើអ្វីទៀតតើលើកនេះបងចង់បោះបង់ពិតមែនឬបងស្រីបងត្រូវតែគិតឲ្យបានច្បាស់បើបាត់បង់ឱកាសដ៏ល្អនេះទៅថ្ងៃក្រោយនឹងលែងមានគម្រោងធំបែបនេះឲ្យបងសាកល្បងយ៉ាងទីប៉ាម៉ាក់សុទ្ធតែសង្ឃឹមថានឹងទទួលបានគម្រោងនេះមានមនុស្សម្នាក់ទៀតក៏មានឱកាសឈ្នះច្រើនជាងមុនដែរបងមិនចង់ឃើញក្តីសង្ឃឹមរបស់ប៉ាម៉ាក់ត្រូវរលីបាត់ទេមែនទេខ្លាចអីបើមានកំពូលអ្នកប្រាជ្ញដូចជានាងនៅទីនេះហើយតើម្យ៉ាងប៉ាម៉ាក់ក៏មិនដែលទុកចិត្តខ្ញុំដែរគិតថាខ្ញុំជាមនុស្សប្រយោជន៍នាងគ្រាន់តែសរសេរថ្លៃដែលនាងកិននេះទៅបានហើយខុសពីខ្ញុំធ្វើអីចង់ពឹងផ្អែកលើលទ្ធផលការងាររបស់ខ្ញុំដើម្បីទទួលបានគម្រោងរាប់ពាន់លានមែនទេយល់សពទាំងថ្ងៃទៅលើកនេះខ្ញុំដាច់ខាតមិនឲ្យនាងបានដូចបំណងឡើយលោកពិធីករតម្លៃដេញថ្លៃរបស់ខ្ញុំសរសេររួចរាល់ហើយអាចមកប្រមូលបានហើយចាំបន្តិចតម្លៃដេញថ្លៃរបស់បងបែបជាសរសេរសូនរៀលអញ្ចឹងខីណែញ៉ាវតាបងឈួតហើយមែនទេហើយអ្វីបានជាអញរំភើបយ៉ាងនេះមិនក៏អញដឹងថាខ្ញុំសរសេរអ្វីនៅលើក្តារខៀនមិនក៏អញដឹងថាខ្ញុំសរសេរអ្វីឬមួយក៏អញលួចមើលតម្លៃដេញថ្លៃដែលខ្ញុំសរសេរមែនទេអត់ទេខ្ញុំមិនដែលលួចមើលរបស់បងទេខ្ញុំគ្រាន់តែអីរកអ្នកលេងមិនឃើញទៀតមែនទេខ្ញុំពិតជាមិនបានមើលរបស់បងមែនខ្ញុំគ្រាន់តែបារម្ភពីបងខ្លាំងពេកខ្លាចបងបំពេញលេខផ្ដេសផ្ដាសនាំឲ្យមានរឿងធំជាតិមុនរាល់ពេលដេញថ្លៃគឺតែងតែបែបនេះខៃវ៉ាន់រ៉ូពឹងផ្អែកលើសមត្ថភាពអានចិត្តដ៏ថោកទាបរបស់នាងដើម្បីដណ្ដើមយកក្តារខៀនដែលជាញើសឈាមរបស់ខ្ញុំទៅប្រគល់ឲ្យមុខខ្ញុំរួចក៏ងាកមកសម្ដែងធ្វើជាជនរងគ្រោះដ៏គួរឲ្យអាណិតហើយដើមមួយបង្កាច់ថាខ្ញុំជាអ្នកលួចមើលចម្លើយរបស់នាងអ្នកលួចចម្លងគេឆាប់ចេញពីការដេញថ្លៃនេះទៅបងស្រីខ្ញុំតែងតែចាត់ទុកបងជាបងស្រីបង្កើតហេតុអ្វីបងធ្វើដាក់ខ្ញុំបែបនេះគួរតែមានអ្នកណាម្នាក់ប្រដៅនាងយូរហើយមនុស្សដូចនាងសំនឹងប្រាតកូលថៃដែរមែនទេហើយមនុស្សគ្រប់គ្នានៅទីនេះដោយគ្មានការលើកលែងសុទ្ធតែជ្រើសរើសជឿលើមុខមាត់ដ៏ខ្លាំងក្លារបស់នាងថ្ងៃនេះខ្ញុំចង់ដឹងណាស់ថាបើអានចិត្តរបស់ខ្ញុំមិនបានតើនៅមានអ្នកណាចង់ធ្វើជាអ្នកគ្រប់គ្រងដ៏ងងរបស់នាងទៀតដែរនេះមិនក៏មិនដឹងខ្យល់អីបែបនេះកញ្ញាហើយវ៉ាន់រ៉ូគឺជាកំពូលអ្នកប្រាជ្ញដែលការងារថ្លៃដេញថ្លៃបានយ៉ាងត្រឹមត្រូវរាល់ដងមិនដែលខុសសូម្បីតែបន្តិចឡើយមិនដូចជាមនុស្សអត់ដឹងខ្យល់ដែលចូលចិត្តលួចចម្លងគេដូចជានាងឡើយពិតមែនហើយគេមានចិត្តល្អរំលឹកនាងកុំឲ្យសរសេរផ្ដេសផ្ដាសនាងមិនត្រឹមតែមិនដឹងគុណទេថែមទាំងមកចោទគេថាជាអ្នកលួចមើលទៀតពិតជាមនុស្សមិនដឹងគុណមែនគ្រប់គ្នាកុំចាញ់បោកនាងអីកញ្ញាទេវ៉ាន់រ៉ូឆ្លាតខ្លាំងណាស់នាងប្រកាសជាកិននាងតម្លៃដេញថ្លៃរួចរាល់បាត់ទៅហើយកម្រិតដូចជានាងមិនចាំបាច់ទៅមើលក្តារខៀនផ្ទៃសារបស់នាងឡើយពិតជារឿងគួរឲ្យអស់សំណើចមែនល្អណាស់បើគ្រប់គ្នាមានទំនុកចិត្តលើនាងខ្លាំងយ៉ាងនេះហើយបើនាងសរសេររួចហើយមែនទេចុះហេតុអ្វីមិនព្រមប្រគល់ក្តារខៀនឲ្យគេទៅប្រគល់ឲ្យលោកពិធីករដើម្បីពិនិត្យមើលការពិតនៅចំពោះមុខគ្រប់គ្នាទៅមើលមិនទាន់ដល់ពេលផងខ្ញុំមិនប្រហែលដូចបងទេនេះគឺជាគម្រោងធំរាប់ពាន់លានខ្ញុំត្រូវតែត្រួតពិនិត្យឲ្យបានល្អត្រូវតែប្រកាសចិត្តសិនទើបអាចប្រគល់ឲ្យបានលោកម្ចាស់សូមមេដារក្សាភាពស្ងប់ស្ងាត់នៅក្នុងសាលប្រជុំកុំឲ្យប៉ះពាល់ដល់អ្នកដទៃដែលកំពុងគិតសង្ឃឹមថាបេក្ខជនទាំងអស់នឹងមានការប្រុងប្រយ័ត្នខ្ញុំសូមបញ្ជាក់ម្ដងទៀតតម្លៃដេញថ្លៃសម្រាប់គម្រោងរាប់ពាន់លានលើកនេះម្នាក់មានឱកាសដាក់តែម្ដងគត់កាលណាដាក់រួចហើយគឺមិនអាចកែប្រែបានឡើយកញ្ញាខីណៃញ៉ៅយោងតាមច្បាប់ខ្ញុំត្រូវតែសាកសួរដើម្បីបញ្ជាក់ឲ្យច្បាស់តើតម្លៃសូមរៀលដែលកញ្ញាបានបង្ហាញអំបញ្ញមិញនេះពិតជាតម្លៃចុងក្រោយដែលកញ្ញាចង់ដាក់ដេញថ្លៃមែនដែរទេខ្ញុំប្រកាសណាស់នេះគឺជាតម្លៃចុងក្រោយរបស់ខ្ញុំបងស្រីបងឈួតហើយមែនទេតើបងដឹងទេថាការប្រកួតក្តារខៀនដែលមានតម្លៃសូមរៀលនេះទៅនឹងមានផលវិបាកគួរឲ្យខ្លាចយ៉ាងណាខ្លះកាលណាក្តារខៀនត្រូវបានប្រកួតឲ្យហើយគឺគ្មានឱកាសស្ដាយក្រោយឡើយបើអ្នករៀបចំកម្មវិធីកំណត់ថាបងបំពេញលេខសូមដោយជាអ្នកប្រកួតក្នុងកម្មវិធីបងនឹងត្រូវដកសិទ្ធិដេញថ្លៃជាស្ថាពរពីវិស័យពាណិជ្ជកម្មទាំងមូលជារៀងរហូតស្មើនឹងការត្រូវគេដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃវិស័យនេះហើយទាំងធ្វើឲ្យត្រកូលថៃបាត់បង់កិត្តិយសខ្លាចជាចំណេញសាច់របស់មនុស្សពេញទីក្រុងទៀតតើបងធ្វើបែបនេះសមនឹងការខិតខំចិញ្ចឹមបីបាច់របស់ប៉ាម៉ាក់ដែរឬទេបាត់បង់កិត្តិយសមែនទេខ្ញុំមើលទៅគឺដោយសារតែអញលួចចម្លងចិត្តលេខចេញរូបរាងពិតបែបនេះសម្ដែងបន្តទៀតទៅខ្ញុំចង់ដឹងណាស់ថាអញសម្ដែងបានដល់ពេលណាយកស្រុកគ្នាគ្រប់គ្នាអស់ពេលហើយវគ្គបំពេញព័ត៌មានដេញថ្លៃត្រូវបានបញ្ចប់ជាផ្លូវការសូមអ្នកទាំងអស់គ្នាដាក់បិទចុះជាបន្ទាន់ហើយកាប់ក្តារខៀននៅលើតុខ្ញុំនឹងដើរទៅប្រមូលក្តារខៀនពីម្នាក់ដោយផ្ទាល់មិនអនុញ្ញាតឲ្យនរណាម្នាក់កែប្រែអ្វីទៀតឡើយកញ្ញាខេវ៉ាន់រ៉ូដល់ពេលហើយសូមប្រគល់ក្តារខៀនរបស់កញ្ញាមកកញ្ញាខេវ៉ាន់រ៉ូចិត្តអស់ពេលហើយសូមត្រៀមប្រគល់តម្លៃដេញថ្លៃរបស់កញ្ញាមកកញ្ញាខេបើកញ្ញាមិនព្រមប្រគល់ឲ្យនៅពេលនេះទេនោះតម្លៃដេញថ្លៃនេះនឹងត្រូវចាត់ទុកជាមកខាប់ភ្លាមប៉ុន្តែគ្រប់គ្នាក៏ដឹងពីសមត្ថភាពរបស់កញ្ញាដែរកញ្ញាតែងតែសរសេរតម្លៃដើមបានយ៉ាងត្រឹមត្រូវជានិច្ចតាមពិតថ្ងៃនេះមិនបាច់បារម្ភពេកនោះទេមែនហើយកូនស្រីទី2របស់ត្រកូលថៃម្នាក់នេះគឺជាកំពូលអ្នកប្រាជ្ញពាណិជ្ជកម្មដ៏ល្បីល្បាញគម្រោង50លានកាលពីលើកមុននាងសរសេរតម្លៃដើមបានត្រឹមត្រូវឥតខ្ចោះតែម្ដងពិតជាអស្ចារ្យមែនគម្រោងរាប់ពាន់លាននៅថ្ងៃនេះខ្ញុំស្មានថាមានតែនាងម្នាក់គត់ដែលអាចទទួលបានចំណែកអ្នកដទៃគ្រាន់តែមកចូលរួមមកគ្រប់លើកនេះទោះបីជាខុសគ្នាបន្តិចបន្តួចក៏មិនអីដែរព្រោះវាជាគម្រោងកម្រិតរាប់ពាន់លានគ្មាននរណាអាចកញ្ញាបានត្រឹមត្រូវឥតខ្ចោះតែប្រហាក់ប្រហែលគឺបានហើយជាតិមុនថៃវ៉ាន់រ៉ូបានប្រើប្រាស់តម្លៃដេញថ្លៃដែលខ្ញុំខំកញ្ញាដើម្បីទទួលបានគម្រោងនិងបានបន្តវេនត្រកូលថៃយ៉ាងរលូនចំណែកខ្ញុំបែរជាត្រូវមនុស្សគ្រប់គ្នាជាតិដោយសារអ្វីទៅលោកពិធីករសូមចាំខ្ញុំពី3នាទីទៀតបាទខ្ញុំសូមត្រួតពិនិត្យលេខវិចុងក្រោយបន្តិចទៀតសូមអភ័យទោសកញ្ញាខេវ៉ាន់រ៉ូបើពន្យាពេលឲ្យកញ្ញាវានឹងអយុត្តិធម៌សម្រាប់បេក្ខជនផ្សេងទៀតច្បាប់ក្នុងវិស័យនេះគឺត្រូវតែគោរពមិនអាចកែប្រែដោយសារតែឋានៈរបស់នរណាម្នាក់ឡើយសង្ឃឹមថាកញ្ញានឹងមិនធ្វើឲ្យអ្នករៀបចំកម្មវិធីពិបាកចិត្តលោកពិធីករនិយាយត្រូវហើយប្អូនស្រីដ៏ល្អរបស់បងមិនមែនរាល់ដងអញតែងតែសរសេរបានត្រឹមត្រូវបំផុតទេមែនទេហើយអ្វីថ្ងៃនេះបែរជាកង់បែបនេះលើកនេះយូរម្លេះអញនៅរីរែកបែបនេះឬមួយក៏អញមិនហ៊ានប្រគល់តម្លៃដេញថ្លៃឲ្យគេអត់ទេមិនក៏ខ្ញុំមិនហ៊ានបងគុំនិយាយផ្ដេសផ្ដាសខ្ញុំគ្រាន់តែចង់ត្រួតពិនិត្យភាពត្រឹមត្រូវនៃទិន្នន័យឲ្យបានច្បាស់លាស់តែប៉ុណ្ណោះព្រោះគម្រោងលើកនេះមានសារៈសំខាន់ខ្លាំងណាស់ទុនរាប់ពាន់លានគឺមិនអាចមានការពាន់ច្រឡំសូម្បីតែបន្តិចឡើយនេះគឺជាការទទួលខុសត្រូវចំពោះអ្នកវិនិយោគជប់និយាយទៅខ្លួនឯងមានសមត្ថភាពប៉ុណ្ណាមិនដឹងខ្លួនទេអីនិយាយឲ្យខ្លីទៅគឺដោយសារតែអញធ្វើរឿងផ្ដេសផ្ដាសមិននឹងទើបធ្វើឲ្យគេខាតពេលកញ្ញាបើគុំតែមានមនុស្សរំខានដូចជាអញនាងប្រកាសជាប្រកួតតម្លៃដើមឲ្យគេបាត់ទៅហើយអំបញ្ញមិញវ៉ាន់រ៉ូមានចិត្តល្អជួយរំលឹកនាងមិនឲ្យសរសេរលេខសូមនៅលើក្តារខៀនដើម្បីកុំឲ្យអ្នករៀបចំកម្មវិធីដេញនាងចេញនាំឲ្យខ្មាស់គេតែនាងបែរជាយកល្អទៅសងអាក្រក់ធ្វើឲ្យនាងបាត់មុខនៅចំពោះមុខគ្រប់គ្នាពិតជាចិញ្ចឹមមនុស្សមិនដឹងគុណមែនមនុស្សមិនស្គាល់ចិត្តល្អរបស់គេពិតជាមានចិត្តល្អដើម្បីខ្ញុំមែនឬពិតមែនហើយខ្ញុំជាប្អូនស្រីរបស់បងណាបើខ្ញុំមិនគិតពីបងតើឲ្យខ្ញុំគិតពីអ្នកណាចាំមើលទៅបងកុំស្មានថាឲ្យតែនិយាយខ្លាំងគឺត្រូវឲ្យចាំដល់ពេលតម្លៃដេញថ្លៃដែលនាងដាក់មក
ដូចគ្នាបែបនឹងតម្លៃដើមរបស់អ្នករៀបចំកម្មវិធីខ្ញុំចង់ដឹងណាថានាងមានមុខមាត់ឯណាសម្រាប់មកនិយាយអួតនៅទីនេះទៀតខ្ញុំចង់ដឹងណាថាលើកនេះបើឯងមិនអាចលួចចម្លើយពីក្នុងខួរក្បាលរបស់ខ្ញុំបានទេតើឯងដែលគ្មានអ្វីសោះក្នុងខ្លួននឹងដេញថ្លៃដោយរបៀបណាគីណាញ៉ោមិននាងកំពុងធ្វើស្អីតើនាងចង់លួចចម្លងតម្លៃដើមរបស់វ៉ាន់រ៉ោទៀតមែនទេមនុស្សហេតុតម្លៃវ៉ាន់រ៉ោមានបងស្រីមិនស្គាល់ខ្មាស់ដូចជានាងពិតជាសំណាងអាក្រក់ខ្លាំងណាស់មិនត្រឹមតែជួយគ្រួសារមិនបានទេថែមទាំងមកបង្កការរំខានទៀតត្រកូលថៃរបស់យើងមិនក៏បង្កើតមនុស្សដែលមានចរិតថោកទាបគួរឲ្យខ្មាស់គេដូចជានាងមកអីចឹងបើដឹងថានាងអន់បែបនេះតាំងពីដំបូងគួរតែទុកឲ្យនាងស្លាប់នៅខាងក្រៅទៅមិនគួរទៅរកនាងមកវិញសោះលោកម្ចាស់សូមប្រយ័ត្នសម្ដីបន្តិចនៅចំពោះមុខមនុស្សច្រើនបែបនេះលោកកំពុងតែចោទប្រកាន់គេដោយគ្មានមូលលោកច្រឡំហើយតាមការពិនិត្យរបស់បុគ្គលិកយើងកញ្ញាគីណៃញ៉ោមិនបានលួចចម្លងតម្លៃដេញថ្លៃរបស់អ្នកណាម្នាក់ឡើយតើអាចទៅរួចយ៉ាងម៉េចលោកមិនបាច់មកជួយនិយាយការពីនាងទេទោះបីជានាងមានឈាមជ័រត្រកូលថៃក៏ដោយប៉ុន្តែនាងជាមនុស្សបែបណាមានចំណេះដឹងប៉ុណ្ណាក្នុងនាងជាបងប្រុសខ្ញុំដឹងច្បាស់ណាស់សូម្បីតែរបាយការណ៍ហិរញ្ញវត្ថុធំបំផុតក៏នាងមើលមិនយល់ផងបើមិនលួចចម្លងចម្លើយរបស់វ៉ាន់រ៉ោតើនាងអាចទៅមានតម្លៃដើមនៃគម្រោងរាប់ពាន់លានដោយខ្លួនឯងបានមែនទេពិតជាគួរឲ្យអស់សំណើចមែនលោកថៃខ្ញុំសូមបញ្ជាក់ម្ដងទៀតកញ្ញាគីណៃញ៉ោពិតជាមិនបានលួចចម្លងពីកញ្ញាខៃវ៉ាន់រ៉ោឡើយព្រោះតម្លៃដេញថ្លៃដែលនាងដាក់លើកនេះគឺ0រៀលអាយ៉ា0រៀលហាហាហា0រៀលព្រះអើយខ្ញុំមើលទៅមិនមែននាងចង់សរសេរ0រៀលអីទេគឺដោយសារតែលើកនេះលួចចម្លងចម្លើយរបស់វ៉ាន់រ៉ោមិនបានខួរក្បាលទេស្អាតមិនដឹងថាត្រូវសរសេរអ្វីទើបបានជាគូលេខ0នៅលើក្តារខៀនបែបនេះពិតជាអស់សំណើចមែនហា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 ប៉ាម៉ាលើកនេះប៉ាម៉ាអាចដេកលក់ស្រួលហើយមិនបាច់បារម្ភទៀតទេបើគ្មានមនុស្សប្រយោជន៍ដូចជាគីណាញ៉ោមកបង្កការវ៉ាន់រ៉ោរបស់យើងក៏ជាទទួលបានគម្រោងរាប់ពាន់លាននេះមិនខានទៅថ្ងៃមុខអនាគតក្រុមហ៊ុនរាប់រយឆ្នាំរបស់ត្រកូលថៃគឺត្រូវពឹងផ្អែកលើវ៉ាន់រ៉ោទាំងអស់ហើយវ៉ាន់រ៉ោមែនទេសង្ឃឹមលើកូនស្រីចិញ្ចឹមតែឡៃគេឲ្យមកលើកកិត្តិយសវង្សត្រកូលតែបែរជាមកបោះបង់ចោលកូនស្រីបង្កើតដែលធ្លាប់បំពេញខ្វះមើលងាយគ្រប់បែបយ៉ាងពិតជាចរិតអ្នកជំនាញធំមែនធ្វើឲ្យខ្ញុំស្គាល់ច្បាស់មែនកញ្ញាវ៉ាន់រ៉ោគ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំយ៉ាងខ្លាំងដោយសង្ឃឹមថាកញ្ញានឹងដាក់តម្លៃដេញថ្លៃដែលអាចនាំត្រកូលថៃទៅរកភាពរុងរឿងបានប៉ុន្តែអំបញ្ញមិញនៅពេលដែលពិធីករមកប្រមូលក្តារខៀនហើយអ្វីបានជាកញ្ញាប្រកួតការសរសេរអ្វីសម្បីតែមួយម៉ាត់បែបនេះគឺអំបញ្ញមិញខ្ញុំឃើញបងស្រីសរសេរលេខ0នៅលើក្តារខៀនខ្ញុំខ្លាចបងខុសច្បាប់ហើយត្រូវគេដេញចេញទើបចង់ជួយរំលឹកបងបន្តិចទើបធ្វើឲ្យយឺតយ៉ាវដល់ការសរសេរលេខរបស់ខ្ញុំសូមទោសផងដែលបង្កការលំបាកដល់គ្រប់គ្នាទាំងអស់នេះគឺជាកំហុសរបស់ខ្ញុំអូយកូនស្រីដ៏ល្អរបស់ម៉ាក់កូនពិតជាមានចិត្តល្អពេកហើយកូនទៅខ្វល់ពីមនុស្សមិនដឹងគុណនោះធ្វើអីពិតមែនហើយគ្រប់គ្នាស្ដាប់ចុះច្បាស់ណាស់ថាគីណាញ៉ោមនុស្សចម្លែកម្នាក់នេះមានចិត្តងារសរសេរលេខ0មកបង្កការរំខានដើម្បីពន្យាពេលមិនឲ្យវ៉ាន់រ៉ោសរសេរតម្លៃដេញថ្លៃបានលោកពិធីករយោងតាមច្បាប់ក្នុងករណីដែលមានមនុស្សមានចិត្តងារអាក្រក់មកបង្កការរំខានអ្នករៀបចំកម្មវិធីគួរតែវ៉ាន់រ៉ោនៅឱកាសបំពេញម្ដងទៀតនិយាយទៅគីណាញ៉ោការដែលនាងសរសេរ0រៀលលើក្តារដេញថ្លៃផ្លូវការកម្រិតគូបែបនេះគឺចាត់ទុកការដេញថ្លៃដើម្បីមកជាល្បែងក្មេងលេងវារំលោភលើច្បាប់នៃវិស័យដេញថ្លៃយ៉ាងធ្ងន់ធ្ងររឿងនេះដាច់ខាតមិនអាចបញ្ចប់ត្រឹមនេះបានទេត្រូវតែហៅអ្នកទទួលខុសត្រូវទូទៅគឺលោកមេបញ្ជាការវងមកផ្ទាល់ដើម្បីសម្រេចលើការរំលោភច្បាប់របស់នាងហើយដេញមនុស្សដែលចូលចិត្តបង្កការរំខានដូចជានាងចេញអាបាត់មែនហើយបើគុំតែនាងបង្កការរំខានដល់ការគិតរបស់យើងមិញគុំអីយើងក៏មិនសរសេរស្ទើរតែមិនទាន់នេះចឹងដែរត្រូវតែដាក់ទោនកម្មនាងមនុស្សបែបនេះមិនគួរអនុញ្ញាតឲ្យមកនៅទីនេះធ្វើឲ្យខូចបរិយាកាសឡើយឆាប់ទៅហៅអ្នកទទួលខុសត្រូវមកដេញនាងចេញទៅខ្ញុំចង់ដឹងថាពេលអ្នកទទួលខុសត្រូវមកដល់នាងនៅអាចធ្វើអីបានទៀតមនុស្សមិនឃើញឈូសមិនស្រក់ទឹកភ្នែកមែនលើកនេះគីណាញ៉ោត្រូវបានដកសិទ្ធិនៅចំពោះមុខសាធារណជនទៅថ្ងៃមុខត្រកូលថៃនឹងត្រូវពឹងផ្អែកលើវ៉ាន់រ៉ោតែម្នាក់គត់ហើយបាត់មនុស្សអប្រយោជន៍ម្នាក់គឺស្លាប់អ្នកមានរឿងអ្វីកើតឡើងនៅក្នុងការដេញថ្លៃកម្រិតរាប់ពាន់លានបែបនេះលោកមានបញ្ជីការវិជាការដែរនាងហ៊ានសរសេរសូមរៀននៅក្នុងបញ្ជីនាងមានចិត្តណាបង្កការរំខាននិងរំលោភច្បាប់ខ្ញុំមើលទៅនាងមិនមែនមកដេញថ្លៃទេគឺមានចិត្តណាមកបំផ្លាញកម្មវិធីតែម្ដងលោកមានបញ្ជីការមិនអាចបណ្ដោយឲ្យនាងធ្វើបែបនេះបានទេត្រូវតែដាក់ទោនកម្មធ្ងន់ធ្ងរបើមិនអីចឹងទេការដេញថ្លៃនឹងត្រូវវឹកវរអស់ហើយកញ្ញាខ្ញុំមិនខ្វល់ថាកញ្ញាជាអ្នកណានៅក្នុងត្រកូលថៃទេហើយខ្ញុំក៏គ្មានពេលមកដោះស្រាយចំនួនគ្រួសារកញ្ញាតែយល់ឲ្យច្បាស់ថានៅក្នុងការដេញថ្លៃកម្រិតជាតិដ៏សំខាន់បែបនេះការសរសេរសូមរៀននៅលើក្តារដេញថ្លៃគឺជាការប្រមាថដល់វិស័យទាំងមូលតើកញ្ញាអាចទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតឡើងបានដែរទេយោងតាមបទបញ្ញត្តិខ្ពស់បំផុតនៃវិស័យនេះកញ្ញានឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃវិស័យទាំងមូលជារៀងរហូតកញ្ញាវ៉ាន់រ៉ោដល់ពេលដេញថ្លៃយូរហើយក្តារចម្លើយនេះក៏គួរតែប្រគល់ឲ្យដែរយកមកនេះមកវ៉ាន់រ៉ោឆាប់ប្រគល់ឲ្យទេទៅចិត្តអស់ពេលហើយមែនហើយវ៉ាន់រ៉ោពេលវេលាមិនរងចាំយើងទេម៉ាក់មិនអីទេយ៉ាងណាក៏បងស្រីគឺជាឈាមជ័រត្រកូលថៃដែរខ្ញុំអាចនៅក្បែរគាត់ដើម្បីសរសេរតម្លៃដេញថ្លៃម្ដងទៀតដើម្បីកុំឲ្យបងស្រីគិតច្រើនថាម៉ាក់ឲ្យតម្លៃខ្ញុំជាងខ្ញុំសុខចិត្តបោះបង់ឱកាសលើកនេះកូនល្ងងមិនក៏កូនមានចិត្តល្អយ៉ាងនេះវ៉ាន់រ៉ោកុំគិតគូជំនួសនាងពេកនាងជាស្អីទៅតាំងពីនាងត្រឡប់មកវិញមិនត្រឹមតែមិនយកចិត្តកូនទេថែមទាំងលួចចម្លងតម្លៃដើមដេញថ្លៃរបស់កូនទៀតពិតជាហួសហេតុពេកហើយហេតុអ្វីបានជាបែបនេះហេតុអ្វីបានជាខ្ញុំនៅតែមិនលឺអ្វីសោះគីណាញ៉ោតាក្នុងចិត្តបងកំពុងគិតអីបើគ្មានចម្លើយពីបងទេតើឲ្យខ្ញុំសរសេរអ្វីទៅកុំខ្វល់ពីនាងអីឲ្យតែកូនមិនអីហើយអាចទទួលបានគម្រោងនេះសម្រាប់ត្រកូលថៃម៉ាក់នឹងអស់បារម្ភហើយម៉ាក់គឺកូនម៉ាក់កុំអៀនខ្មាស់អីលោកពិធីករសូមទោសដែលធ្វើឲ្យខាតពេលនេះគឺជាតម្លៃដេញថ្លៃរបស់វ៉ាន់រ៉ោគ្រួសារយើងលោកឆាប់យកទៅចោះចាស់លោកស្រីខោកញ្ញាមិនបានសរសេរតម្លៃដេញថ្លៃទេមែនទេមិនអាចទៅរួចទេមិនក៏នាងមិនសរសេរតម្លៃដេញថ្លៃនេះជាគម្រោងរាប់ពាន់លានណាឬមួយលោកពិធីករមើលច្រឡំទេដឹងមិនមែនរាល់ដងនាងតែងតែសរសេរបានត្រឹមត្រូវឥតខ្ចោះដូចបេះបិទនឹងតម្លៃដើមទេអីនាងគឺជាកំពូលអ្នកប្រាជ្ញវ័យក្មេងដែលវិស័យពាណិជ្ជកម្មទទួលស្គាល់ខ្ញុំមើលទៅលើកនេះដែលនាងមិនបានសរសេរគឺប្រកាសជាមករំខានដល់អ្នកក្បែរនោះហើយថាអ្នកម្នាក់នោះតែងតែរករឿងលួចចម្លងចម្លើយរបស់នាងរហូតនាងពិតជាមនុស្សនាំចម្លែកមែនបើខ្ញុំជាត្រកូលថៃក៏ដាច់ខាតមិនយកកូនស្រីបង្កើតដែលធ្វើអ្វីមិនកើតចាំតែបង្កបញ្ហាបែបនេះមកវិញដែរពិតជាសំណាងអាក្រក់របស់គ្រួសារមែនចាំបន្តិចមានអ្នកមានចិត្តណាបង្កផលប៉ះពាល់ដល់អារម្មណ៍របស់គាត់ណាខ្ញុំតំណាងឲ្យត្រកូលថៃសូមឲ្យមានការដេញថ្លៃម្ដងទៀតបានទេច្បាប់គឺត្រូវតែជាច្បាប់កាលណាប្រកល់ឲ្យរួចហើយគឺវាជាការពិតដែលមិនអាចប្រកែកបានមិនអាចឲ្យដេញថ្លៃម្ដងទៀតដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់អ្នកឡើយបើបាត់បង់គម្រោងនេះគឺនៅមានគម្រោងផ្សេងទៀតសង្ឃឹមថាកញ្ញាថ្ងៃក្រោយនឹងមិនប្រព្រឹត្តកំហុសឆ្គងកម្រិតទៀតបែបនេះទៀតឡើយទើបតែនាងជាកំពូលអ្នកប្រាជ្ញមិនមែនអាចរក្សាបានដោយការបង្កកំហុសបែបនេះនោះទេសំណាងហើយឲ្យតែមិនទាន់ប្រកាសតម្លៃដើមខ្ញុំក៏មិនទាន់បាត់បង់ឈ្មោះមិញដែរឲ្យតែឆ្លងផុតវគ្គនេះទៅមិនស្រួលទេមានរឿងធំហើយមើលចុះស្លន់ស្លោបែបនេះតើវាសំរុំទេតើមានរឿងអ្វីកើតឡើងឲ្យប្រនេះអ្នកនៅខាងក្រៅប្រាប់ថាមានរឿងអាក្រក់កើតឡើងក្តារដែលទុកតម្លៃដើមត្រូវបានទឹកខ្មៅកំពុកស្រោចពីលើដែរលេខចំនួនធំមើលមិនយកសោះឡើយលេខសំខាន់ក៏មើលមិនចេញដែរអីគេមិនក៏អាចបង្កកំហុសកម្រិតទៀតបែបនេះអញ្ចឹងការដេញថ្លៃលើកនេះគឺមិនគិតមែនទេខាងម្ចាស់គម្រោងបានផ្ដល់ដំណឹងមកថាគេអាចបដូរតម្លៃដើមថ្មីហើយឲ្យគ្រប់គ្នាធ្វើការដេញថ្លៃម្ដងទៀតល្អណាស់នេះពិតជាទេវតាជួយមែននៅតែវ៉ាន់រ៉ោរបស់យើងមានសំណាងល្អជាងទេវតាកំពុងជួយត្រកូលថៃរបស់យើងហើយវ៉ាន់រ៉ោលើកនេះកូនត្រូវតែសរសេរឲ្យបានល្អដាច់ខាតកុំឲ្យមានកំហុសទៀតឲ្យសោះទេនេះគឺជាឱកាសតែមួយគត់ដើម្បីឲ្យត្រកូលថៃរបស់យើងទទួលបានជោគជ័យកូនដឹងហើយម៉ាក់កូននឹងខំប្រឹងឲ្យអស់ពីសមត្ថភាពមនុស្សខ្លះកុំមកធ្វើជាមិនស្គាល់ខ្យល់អីបែបនេះទៀតកុំឲ្យមនុស្សនាំចំណៃខ្លះមកបង្កការរំខានដល់ការសម្រេចចិត្តរបស់វ៉ាន់រ៉ោរបស់យើងឲ្យសោះពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ចាំមើលថាអ្នកណាជារំខានអ្នកណាឲ្យប្រកបទៀតនឹងដឹងហើយលោកអ្នកគ្រប់គ្រងភ្ញៀវគិតយូរទាំងអស់សូមស្ងប់ស្ងាត់
ដើម្បីធានានូវភាពយុត្តិធម៌និងការពីការនៃលួចបន្លំមួយចំនួនមិនឲ្យកើតឡើងម្ដងទៀតខាងម្ចាស់គម្រោងទើបតែធ្វើការសម្រេចចិត្តថ្មីម្ចាស់គម្រោងបានកំណត់តម្លៃដើមខុសគ្នាពីរប្រភេទវិធានការគឺមនុស្សពីរនាក់ដែលអង្គុយក្បែរគ្នាតម្លៃដើមដែលអ្នកត្រូវដេញថ្លៃគឺមិនដូចគ្នាឡើយដូច្នេះលើកនេះអ្នកទាំងអស់គ្នាអាចជឿទុកចិត្តបានវានឹងមិនមានបញ្ហាលួចចម្លងកើតឡើងឡើយនេះក៏នឹងក្លាយជាការប្រកួតប្រជែងដែលយុត្តិធម៌បំផុតផងដែររឿងល្អចិត្តចាប់ដើមហើយបើគ្មានតម្លៃដើមដូចគ្នាទេខ្ញុំចង់ដឹងណាថាសមត្ថភាពអានចិត្តរបស់ថៃវ៉ាន់រ៉ូនៅអាចលួចចម្លងយ៉ាងម៉េចបានចាំបន្តិចខ្ញុំចង់បដូរកន្លែងអង្គុយវ៉ាន់រ៉ូចេះឆ្លាតឡើងវិញហើយនាងធ្វើបែបនេះគឺដើម្បីកុំឲ្យនៅក្បែរទីណាញ៉ៅក្រែងលោត្រូវមនុស្សដែលចូលចិត្តលួចចម្លងគេម្នាក់នោះមករំខានដល់ការធ្វើបែបនេះតាំងពីយូរហើយនេះជាគម្រោងធំរាប់ពាន់លានណាជារឿងសំខាន់ខ្លាំងណាស់មិនអាចទុកឲ្យមនុស្សម្នាក់មកបំផ្លាញអ្វីទាំងអស់បានឡើយមែនហើយគួរតែនៅឲ្យឆ្ងាយពីមនុស្សដែលគ្មានចំណេះដឹងបែបនោះទៅភាពឆ្លាតវៃមិនត្រូវគេធ្វើឲ្យសែកមកនិយាយពីរឿងបដូរកន្លែងអង្គុយស្ដាប់ទៅល្អមើលណាមានតែខ្ញុំទេដែលដឹងថាឯងមិនមែនខ្លាចខ្ញុំមករំខានឯងទេគឺឯងខ្លាចថាទទួលបានតម្លៃដើមមិនដូចខ្ញុំរួចក៏មិនអាចលួចស្ដាប់ចិត្តរបស់ខ្ញុំដើម្បីបន្លំបានទៀតតែប៉ុណ្ណោះហេតុអ្វីបានជាត្រូវបដូរការសរសេរតម្លៃដើមខុសគ្នាវាមិនមែនជាវិធីការពីការលួចចម្លងដ៏ល្អបំផុតទេមែនទេយ៉ាងម៉េចឬមួយក៏ឯងខ្លាចថាខ្ញុំនឹងលួចចម្លងរបស់ឯងទាំងដែលតម្លៃដើមខុសគ្នាអត់ទេខ្ញុំមិនមានន័យបែបហ្នឹងទេគេណៃញ៉ៅនាងក៏មកនិយាយយូរដងនៅទីនេះឲ្យសោះខ្ញុំដឹងតាំងពីដំបូងថារាល់លើកនាងសុទ្ធតែលួចចម្លងពេលនេះនាងនៅតែមិនព្រមទទួលស្គាល់ឥឡូវម្ចាស់គម្រោងចេញច្បាប់ថ្មីទីបំផុតនាងលេចចេញកន្ទុយមកហើយមែនទេខ្លាចបែកពីវ៉ាន់រ៉ូហើយសរសេរអ្វីមិនចេញមែនទេណៃញ៉ៅឲ្យកុំមកបង្កការរំខាននៅទីនេះទៀតនេះមិនទាន់ឆ្អែតនឹងការខ្មាស់គេទៀតមែនទេលើកនេះគឺសំខាន់ខ្លាំងណាស់នាងឆាប់ដកខ្លួនចេញទៅកុំនៅទៅទេងផ្លើគេទុកឲ្យវ៉ាន់រ៉ូមានអារម្មណ៍ស្ងប់ដើម្បីគិតទៅបានហើយបន្ទាប់ពីនាងដកខ្លួនចេញហើយវ៉ាន់រ៉ូជោគជ័យមិនប្រកាសទេថានាងអាចនឹងនឹកឃើញដល់ភាពជាគ្រួសារជួយជ្រោមជ្រែងនាងខ្លះជួយជ្រោមជ្រែងខ្ញុំមែនទេពិតជាគួរឲ្យអស់សំណាក់មែនខៃវ៉ាន់រ៉ូដាច់ខាត់មិនជួយខ្ញុំឡើយនាងមានតែចង់បិទឈាមខ្ញុំឲ្យអស់រួចក៏រកគ្រប់វិធីដើម្បីសម្រាប់ខ្ញុំតែប៉ុណ្ណោះលោកមេបញ្ជាការអ៊ុក្នុងពេលដែរគ្រប់គ្នាបាននិយាយថាខ្ញុំនឹងលួចចម្លងចម្លើយរបស់វ៉ាន់រ៉ូអីចឹងឲ្យខ្ញុំនឹងនាងអង្គុយក្បែរគ្នាទៅហើយដេញថ្លៃតម្លៃដើមដែលខុសគ្នាបែបនេះមិនល្អជាងទេមែនទេអត់ទេដាច់ខាត់មិនបានឡើយហេតុអ្វីមិនបានមិនមែនរាល់ដងឯងតែនិយាយថាខ្ញុំលួចចម្លងឯងទេអីការសរសេរតម្លៃដើមខុសគ្នាវាមិនមែនជាការបង្ហាញភាពស្អាតស្អំរបស់ឯងឲ្យគ្រប់គ្នាបានឃើញទេខ្ញុំយល់ថាមិនអាចយកបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំមកធ្វើឲ្យញ៉ៃញ៉ៃដល់ច្បាប់នៃវិស័យទាំងមូលបានឡើយគ្រប់គ្នាសុទ្ធតែមកចូលរួមដេញថ្លៃដូចគ្នាបើយើងធ្វើអ្វីដែលថ្លៃពីគេវានឹងមិនយុត្តិធម៌សម្រាប់អ្នកដទៃឡើយមែនទេតាមរបស់ឯងខ្ញុំដឹងច្បាស់ណាស់ចង់យកច្បាប់ទម្លាប់មកសង្កត់ខ្ញុំមែនទេលោកអ្នកឧស្សាហ៍មកសាប់ដូរកន្លែងអង្គុយទៅគឺបានហើយចំណែកពេលនោះខ្ញុំនឹងបងស្រីទទួលបានតម្លៃដើមពីចុងកន្លែងអង្គុយដោយចៃដន្យធ្វើបែបនេះទៅតាមធម្មជាតិទើបហៅថាយើងប្រកបជប់និយាយឥតប្រយោជន៍ទៅដាច់ខាតមិនបដូរកន្លែងទេយើងអង្គុយនៅទីនេះហើយសរសេរតម្លៃដើមនៃគម្រោងដែរខុសគ្នាទាំងស្រុងវានឹងមិនមានរឿងលួចចម្លងកើតឡើងឡើយនេះទើបហៅថាយុត្តិធម៌បំផុតវ៉ាន់រ៉ូមកគិតថាសម្ដីរបស់នាងក៏សមហេតុផលដែរណាមែនហើយវ៉ាន់រ៉ូឲ្យតែពួកកូនអង្គុយក្បែរគ្នាតែសរសេរតម្លៃដើមមិនដូចគ្នាបែបនេះនាងក៏មិនអាចលួចចម្លងចម្លើយរបស់កូនបានទៀតដែរមែនហើយឲ្យតែការពីការលួចចម្លងនេះបានដោយផ្អែកលើគោលការណ៍ដ៏ឆ្លាតវៃរបស់វ៉ាន់រ៉ូត្រកូលខៃរបស់យើងប្រកាសជាទទួលបានគម្រោងនេះជាមិនខានពួកមនុស្សល្ងងទាំងនេះមិនដឹងខ្យល់អីសោះបើគ្មានការលះបង់របស់នាងតើឲ្យខ្ញុំយកអ្វីមកឈ្នះទៅយោងតាមហេតុការណ៍ចៃដន្យបានការដេញថ្លៃនឹងចាប់ដើមឡើងវិញដើម្បីធានានូវភាពយុត្តិធម៌បំផុតលើកនេះយើងនឹងប្រើប្រាស់ច្បាប់ថ្មីគឺកន្លែងអង្គុយដែលនៅក្បែរគ្នានឹងទទួលបានតម្លៃដើមនៃការដេញថ្លៃខុសគ្នាស្រឡះតែម្ដងមិនក៏បែបនេះតម្លៃដើមមិនដូចគ្នាមិនមែនមានន័យថាខ្ញុំមិនអាចលួចចម្លង